លើនេះគឺដល់ពេលវេលាដែលខ្ញុំនឹងមកទួទាយនៅជោគជតារាសីឆ្នាំទាំង12ជូនដល់លោកអ្នកតើរាសីលោកអ្នកនៅថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026រាសីយ៉ាងម៉េចដែរសូមទស្សនាទាំងអស់គ្នាហើយកុំភ្លេច share នៅវីដេអូលោកគ្រូមហាជុំម្នាក់មួយផងដែរបងប្អូនកូនក្មួយយើងផ្ដើមជាដំបូងខ្ញុំនឹងទួទាយជូនលោកអ្នកនៅរាសីលោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកដែលកើតនៅឆ្នាំជូតរាសីសម្រាប់ថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026លេខសំណាងលេខ117ពណ៌សំណាងពណ៌ផ្កាឈូកអញ្ចឹងលោកអ្នកដែលកើតឆ្នាំជូតសូមលោកអ្នកខមមិនលេខសំណាងលេខ117ពណ៌សំណាងពណ៌ផ្កាឈូកលោកអ្នក share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ117ស្អែកពាក់អាវពណ៌ផ្កាឈូកលោកអ្នកនឹងមានលៀបនឹងមានសំណាងអ្នកដែលកើតឆ្នាំជូតរាសីរបស់លោកអ្នកនៅថ្ងៃអាទិត្យទី22នេះគឺរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរប្រចាំថ្ងៃគឺមានភាពល្អប្រសើរកាក់កបរីកចម្រើនបើនិយាយអំពីសេចក្តីស្នេហាក៏មានភាពផ្អែមល្ហែមយោគយល់គ្នាស្រឡាញ់គ្នាអធិស្ឋានជាមួយគ្នាទៅវិញទៅមកផងដែរពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពនៅក្នុងការធ្វើដំណើរក៏មានសុវត្ថិភាពទាំងទៅទាំងមកដែរបើនិយាយពីសុខភាពអត់មានបញ្ហាអីទេនៅថ្ងៃស្អែកគឺសុខភាពល្អណាអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំជូតសូមខមមិននៅលេខសំណាងលេខ117ពណ៌សំណាងគឺពណ៌ផ្កាឈូកបាទបន្ទាប់ពីឆ្នាំជូតចូលមកដល់ឆ្នាំឆ្លូវលោកអ្នកដែលកើតឆ្នាំឆ្លូវលេខសំណាងលេខ391ពណ៌សំណាងពណ៌ដេញរាសីរបស់លោកអ្នកនៅថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026នេះរាសីរបស់លោកអ្នកក៏ឡើងខ្ពស់ត្រដែតដែររាល់កិច្ចការងាររកស៊ីចំនួនជួញដូរសម្រាប់ថ្ងៃអាទិត្យនេះអ្នកដែលកើតឆ្នាំឆ្លូវរាសីឡើងខ្ពស់ត្រដែតកាក់កបរីកចម្រើនគ្រប់បែបយ៉ាងមិនថាការលក់ដូររកស៊ីការធ្វើការងារចំនួនជួញដូរការធ្វើដំណើរទៅទីចិត្តទីឆ្ងាយសុខភាពសេចក្តីស្នេហាគឺល្អទាំងអស់អត់មានឧបសគ្គអត់មានបញ្ហាអីទេសម្រាប់លោកអ្នកអញ្ចឹងអ្នកដែលកើតឆ្នាំឆ្លូវខមមិននៅលេខសំណាងគឺលេខ391ហើយពណ៌សំណាងពណ៌ដីអញ្ចឹងលោកអ្នកដែលកើតឆ្នាំឆ្លូវស្អែកពាក់សម្លៀកបំពាក់ពណ៌ដីលោកអ្នកនឹងមានលៀបនឹងមានសំណាងហើយលេខសំណាងរបស់លោកអ្នកគឺលេខ391ចឹងអ្នកដែលកើតឆ្នាំឆ្លូវខមមិនលេខ391 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ391លោកអ្នកដែលកើតនៅឆ្នាំខាលអ្នកដែលកើតឆ្នាំខាលលេខសំណាងលេខ955ពណ៌សំណាងពណ៌កាហ្វេលោកអ្នកដែលកើតឆ្នាំខាលលេខសំណាងគឺលេខ300លោកអ្នកដែលកើតឆ្នាំខាលលេខសំណាងគឺលេខ955ពណ៌សំណាងគឺពណ៌កាហ្វេលោកអ្នកដែលកើតឆ្នាំខាលរាសីរបស់លោកអ្នកនៅថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតរាល់កិច្ចការងារចំនួនជួញដូរមុខរបរប្រចាំថ្ងៃសម្រាប់លោកអ្នកដែលកើតឆ្នាំខាលនៅថ្ងៃអាទិត្យទី22នេះគឺរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតគឺល្អទាំងអស់អត់មានបញ្ហាណាមួយធ្វើឲ្យយើងមានបញ្ហាមិនប្រក្រតីកើតឡើងទេដូច្នេះអ្នកដែលកើតឆ្នាំខាលសូមសប្បាយចិត្តរីករាយហើយសូមទទួលបាននៅលៀបទទួលបាននៅសំណាងឲ្យហេងឲ្យកាក់កបជារៀងរហូតអញ្ចឹងអ្នកដែលកើតឆ្នាំខាលសូមបានឃើញវីដេអូនេះខមមិននៅលេខ955ចំណែកពណ៌សំណាងពណ៌កាហ្វេស្អែកពាក់អាវពណ៌កាហ្វេលោកអ្នកនឹងមានលៀបលោកអ្នកនឹងមានសំណាងលោកអ្នកដែលកើតនៅឆ្នាំថោះរាសីសម្រាប់ថ្ងៃអាទិត្យទី22ខែកុម្ភៈលេខសំណាងរបស់លោកអ្នកដែលកើតឆ្នាំថោះសូមលោកអ្នកខមមិននៅលេខសំណាងលេខ215អ្នកដែលកើតឆ្នាំថោះលេខសំណាងលេខ215ពណ៌សំណាងគឺពណ៌ស្វាយរាសីនៅថ្ងៃអាទិត្យទី22ខែកុម្ភៈនេះមិនល្អទេសម្រាប់លោកអ្នកដែលកើតឆ្នាំថោះសូមលោកអ្នកថែរក្សាសុខភាពសូមលោកអ្នកថែរក្សាសុខភាពដោយសារនៅថ្ងៃអាទិត្យទី22នេះសុខភាពរបស់លោកអ្នកអាចឈឺអ្នកខ្លះកើតឆ្នាំថោះមិនទាន់ដល់ថ្ងៃអាទិត្យផងត្រឹមថ្ងៃសៅរ៍នេះគាត់ឈឺរួចទៅហើយអញ្ចឹងអ្នកដែលកើតឆ្នាំថោះគឺត្រូវតែថែរក្សាសុខភាពបន្តិចបើមិនដូច្នោះទេលោកអ្នកកើតឆ្នាំថោះនឹងឈឺហើយអញ្ចឹងអ្នកខ្លះមិនទាន់ឈឺថ្ងៃអាទិត្យផងគាត់ឈឺតាំងពីល្ងាចថ្ងៃសៅរ៍នេះបាត់ទៅហើយអញ្ចឹងលោកគ្រូមហាជុំសូមជូនពរឲ្យអ្នកកើតឆ្នាំថោះអស់កុំឲ្យឈឺហើយបើឈឺឲ្យឆាប់ជាទៅវិញទៅអញ្ចឹងសូមជូនពរឲ្យអ្នកដែលកើតឆ្នាំថោះទាំងអស់បានទទួលនៅសេចក្តីសុខសេចក្តីចម្រើនហើយក៏រុងរឿងគ្រប់ប្រការអ្នកដែលកើតឆ្នាំថោះសូមខមមិននៅលេខសំណាងលេខ215ចំណែកពណ៌សំណាងគឺលោកអ្នកប្រើពណ៌ស្វាយសូមថែរក្សាសុខភាពចាប់ពីពេលនេះតទៅអ្នកខ្លះមិនទាន់ស្អែកព្រោះគាត់ឈឺបាត់ទៅហើយលោកអ្នកទាំងអស់ទាំងឡាយទាំងពួងជាទីគោរពជាទីស្រឡាញ់ខ្ញុំសូមណែនាំនៅវត្ថុមង្គលមួយដែលជាវត្ថុមង្គលនាំលៀបនាំសំណាងរស់ស៊ីមានបានជូនដល់លោកអ្នកនេះគឺជាឃ្លោកមង្គលប្រមូលទ្រព្យដោះបំណុលឃ្លោកមង្គលប្រមូលទ្រព្យដោះបំណុលនេះសម្រាប់លោកអ្នកដែលរកស៊ីហើយមិនសល់លុយសម្រាប់លោកអ្នកដែលមានសុខភាពមិនសូវល្អសម្រាប់លោកអ្នកមានអ្នកចំណែននឹងទាឈ្នាននេះសម្រាប់លោកអ្នកធ្វើអ្វីក៏បរាជ័យ
សូមលោកអ្នកជាវនៅឃ្លោកមង្គលនេះយកទៅដាក់នៅក្នុងផ្ទះលោកអ្នកនឹងមានលៀបលោកអ្នកនឹងមានសំណាងលោកអ្នកនឹងត្រជាក់ត្រជុំរស់ស៊ីមានបានកាក់កោបឃ្លោកនេះគឺធ្វើអំពីត្បូងធម្មជាតិសុទ្ធ 100% យកទៅដល់ក្នុងផ្ទះត្រជាក់ត្រជុំរកលុយសល់កាក់កោបពីព្រោះឃ្លោកនេះខ្ញុំធ្វើឡើងអត់មានកម្រោបទេចឹងគឺជាឃ្លោកទេពដែលរក្សាទ្រព្យឲ្យគង់វង្សបងប្អូនជាវឃ្លោកនេះមកគូយកទៅប្រើបានដល់ទៅ20ឆ្នាំធ្វើឲ្យយុគ9នេះយើងខ្លាយទៅជាសេដ្ឋីចឹងបើជាអាចជាវត្ថុមង្គលយកទៅដាក់ណាបាទរស់រាន់ឡើងណាយើងអត់មានច្រើនទេបងប្អូនកូនក្មួយណាបាទចឹងកូនចៅណាចង់បានគឺកូនចៅជាវឃ្លោកនេះយកទៅដាក់តាំងជាវត្ថុមង្គលនៅក្នុងផ្ទះទៅយើងនឹងហេងយើងនឹងកាក់កបបាទជាវទៅណាបងប្អូនណាហេងកាក់កបទាំងអស់គ្នាបងប្អូនកូនក្មួយទាំងអស់គ្នាជាទីគោរពជាទីស្រឡាញ់មិននេះខ្ញុំសូមទូទាយដល់លោកអ្នកដែលកើតឆ្នាំថោះហើយចឹងអ្នកដែលកើតឆ្នាំថោះខមមិននៅលេខសំណាងលេខ215ចំណែកពណ៌សំណាងគឺពណ៌ស្វាយប្រយ័ត្នសុខភាពបន្តិចសូមទូទាយជាបន្តគឺលោកអ្នកដែលកើតនៅឆ្នាំរោងលោកអ្នកដែលកើតឆ្នាំរោងលោកអ្នកបានឃើញវីដេអូនេះលោកអ្នកខមមិនលេខសំណាងលេខ981 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ981ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងគឺពណ៌បៃតងបាទលេខដែលកើតឆ្នាំរោងលេខសំណាងលេខ981ពណ៌សំណាងគឺពណ៌បៃតងរាសីសម្រាប់ថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026អ្នកដែលកើតឆ្នាំរោងគឺមានភាពមួម៉ៅក្តៅក្រហាយចឹងនៅថ្ងៃអាទិត្យទី22ខែកុម្ភៈនេះអ្នកដែលកើតឆ្នាំរោងទាំងអស់សូមរក្សាចិត្តឲ្យស្ងប់សូមរក្សាចិត្តឲ្យស្ងប់ហើយកុំមានសេចក្តីក្រេវក្រោធដោយសារនៅថ្ងៃ22ថ្ងៃអាទិត្យនេះលោកអ្នកនឹងមានរឿងក្តៅក្រហាយនឹងមួម៉ៅដោយសារមានអ្នកជុំវិញខ្លួននឹងនាំរឿងនាំហេតុមកឲ្យយើងចឹងខឹងខុសខឹងខាតបងប្អូនកុំខឹងធ្វើចិត្តឲ្យត្រជាក់យើងនឹងមានលៀបយើងនឹងមានសំណាងត្រឡប់មកវិញចឹងបងប្អូនអ្នកដែលកើតនៅឆ្នាំរោងហ្នឹងគឺសូមរក្សាចិត្តនឹងឲ្យត្រជាក់ណាហើយបើខឹងគឺអត់ចំណេញទេវាខាតពាក្យតែខឹងគឺខាតហើយនៅក្នុងយុគ9នេះកុំខឹងណាម្នាក់មានការអត់ធ្មត់ដោយសារស្អែកនឹងអ្នកកើតឆ្នាំរោងថ្ងៃអាទិត្យហ្នឹងគឺត្រូវមានគេនាំរឿងមកឲ្យយើងក្តៅក្រហាយកាលណាក្តៅក្រហាយដាច់លៀបហើយពេលខ្លះគេដឹងចំណុចខ្សោយរបស់យើងពួកមនុស្សកើតឆ្នាំរោងមនុស្សត្រង់អត់ចេះទប់ទេតែគេមកចាក់គឺអញឆេះឈុលតែឆេះគឺខឹងហើយអញ្ចឹងស្អែកត្រូវមានការប្រយ័ត្នប្រយែងបន្តិចសម្រាប់លោកអ្នកដែលកើតឆ្នាំរោងកុំឲ្យខឹងអញ្ចឹងអ្នកដែលកើតឆ្នាំរោងលេខសំណាងគឺលេខ981ចំណែកពណ៌សំណាងគឺពណ៌បៃតងគឺត្រូវរក្សាចិត្តឲ្យស្ងប់កុំឲ្យមួម៉ៅក្តៅក្រហាយអ្នកខ្លះមិនទាន់ដល់ស្អែកផងណាត្រឹមល្ងាចថ្ងៃសៅរ៍ហ្នឹងគឺមានរឿងក្តៅក្រហាយរួចទៅហើយអញ្ចឹងអ្នកដែលកើតឆ្នាំរោងទាំងអស់សូមខមមិនលេខសំណាងលេខ981ចំណែកពណ៌សំណាងយើងប្រើពណ៌បៃតងណាបាទអ្នកដែលកើតឆ្នាំម្សាញ់រាសីសម្រាប់ថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026រាសីរបស់លោកអ្នកក៏មិនទាន់ប្រសើរប៉ុន្មានដែរនៅថ្ងៃនេះប៉ុន្តែមិនថ្មីទេសូមលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ខមមិននៅលេខសំណាងលេខ479ពណ៌សំណាងគឺពណ៌ក្រហមបាទលោកអ្នកដែលកើតនៅឆ្នាំម្សាញ់សូមលោកអ្នកខមមិននៅលេខសំណាងគឺលេខ479ចំណែកពណ៌សំណាងពណ៌ក្រហមរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026នេះសូមលោកអ្នកដែលកើតឆ្នាំម្សាញ់ទាំងអស់ប្រយ័ត្នប្រយែងចាញ់បោកគេនៅថ្ងៃអាទិត្យនេះអ្នកដែលកើតឆ្នាំម្សាញ់ទាំងអស់ប្រយ័ត្នចាញ់បោកគេក្នុងទម្រង់ណាក្នុងរូបភាពបែបណាក៏ដោយសូមអ្នកដែលកើតឆ្នាំម្សាញ់ប្រយ័ត្នប្រយែងជាទីបំផុតបើមិនដូច្នោះទេលោកអ្នកនឹងអាចខាតបង់ទ្រព្យរបស់ហើយលោកអ្នកអាចនឹងចាញ់បោកគេហើយអញ្ចឹងសូមឲ្យអ្នកកើតឆ្នាំម្សាញ់ទាំងអស់ប្រយ័ត្នប្រយែងឲ្យបានមែនទេណាកុំទុកចិត្តអ្នកណាទាំងអស់បើមិនដូច្នោះទេលោកអ្នកអាចនឹងចាញ់បោកគេហើយអ្នកកើតឆ្នាំម្សាញ់អញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់សូមប្រយ័ត្នប្រយែងបន្តិចបាទប្រយ័ត្នថ្ងៃស្អែកនេះប្រយ័ត្នអញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់លេខសំណាងលេខ479ចឹងអ្នកដែលកើតឆ្នាំម្សាញ់បានឃើញបានស្ដាប់នៅវីដេអូលោកគ្រូមហាជុំសូមកុំអស់រំលើកខមមិននៅលេខ479 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ479ស្អែកពាក់អាវពណ៌ក្រហមលោកអ្នកនឹងមានលៀបនឹងមានជ័យនឹងសុខនឹងចម្រើនលោកអ្នកដែលកើតឆ្នាំមមីរាសីសម្រាប់ថ្ងៃអាទិត្យទី22ខែកុម្ភៈឆ្នាំ2026នេះលេខសំណាងគឺលេខ562លោកអ្នកដែលកើតនៅឆ្នាំមមីខមមិននៅលេខសំណាងលេខ562ចំណែកពណ៌សំណាងគឺពណ៌ចំប៉ាក្រៀម